ខ្ញុំអត់ឲ្យប្រជាពលរដ្ឋរាប់លាននាក់ឲ្យមកတွေ့កន្លែងលបងនឹងមួយនិយាយគ្នាហើយតែប្រទេសលឺបន្លាយលឺយកលបងគឺលឺបន្លាយមាត់បន្លាយធ្វើមកទៅបើកនេះលឺជួគ្រូណាស់បើកបាទឥឡូវគ្រូណាស់បើកទៀតហើយមើលធ្វើកំងលូអត់ឲ្យគេបើករួចមើលធ្វើលបងនៅពីលើលបងនេះអត់ទុកទេនិយាយគ្នាហើយពេញអស់ហ្នឹងបងម្ចាស់អត់អីមែនទេអត់អីទៅធ្វើប្រាប់គាត់ខ្ញុំស្អីខ្ញុំត្រូវកាយមកពីនោះមកដល់ចិត្តដល់ហើយដល់ជួយប្រាប់ខ្ញុំកាយអត់កាយទេបាទខ្ញុំត្រូវហ្នឹងកាយបើឯងមើលកាយឈោមមើលកាយព្រោះបើឯងមើលបើកមកលូគាត់មើលព្រោះទៅត្រូវស្ដារបើឯងមើលស្ដារកាយចាក់ស៊ីម៉ងលើចាក់លបងលើអាហ្នឹងអស់ហើយហ្នឹងឥឡូវធ្វើមិនទៅដល់អញ្ចឹងខ្ញុំអត់ទុកទេណាប្រាប់ហើយណាពេលអីខ្ញុំមកដល់កន្លែងហ្នឹងខ្ញុំលឺណាខ្ញុំអត់ឲ្យប្រជាពលរដ្ឋរាប់លាននាក់ឲ្យមកတွေ့កន្លែងលបងហ្នឹងមួយនិយាយគ្នាហើយអូពេញអស់ព្រោះធ្វើចឹងធ្វើឲ្យគ្នាកាយស្ដារបន្លាយស្ដារធ្វើមិនទៅអត់ជួយនាំពាក្យទៅចុះជួយនាំពាក្យបានបើអញ្ចឹងស្ទះងាប់ហើយបងដែលជាកម្មករចេញពីខាងរោងចក្រមកចេញពីរោងចក្រមកនេះស្អីទៅរោងចក្រនេះ3ជាន់4ជាន់ពីកម្មករនេះច្រើនណា3 4ជាន់មកទាំងអស់មកនៅលើខាងនេះគាត់នឹងមកនៅរើអានេះយើងនឹងបានផ្លូវមួយខ្សែទុកឲ្យប្រជាពលរដ្ឋយើងដើរបានអស់គ្នាដើរទាំងអស់គ្នាឬអានឹងចេញមកបានផ្លូវមួយខ្សែប៉ុណ្ណាណីផ្លូវមួយខ្សែអូនេះចេញពីនេះមកវានៅខាងនេះអស់បានផ្លូវបានខ្សែទាំងអស់វាផ្លូវមួយប៉ុណ្ណាណីផ្លូវជួយធ្វើផ្លូវយើងនឹងបានផ្លូវមួយជួយស្អាតសម្រាប់ឲ្យកម្មករដើម្បីរំដោះពីព្រៃទារបស់ពីព្រៃទាច្រើនណាស់កុងកណឺគាត់នៅនឹងឡានតូចឡានធំទាំងអស់កម្មករមួយថ្ងៃមិនតូចជាង10000នាក់ទេដែលត្រូវឆ្លងកាត់ហ្នឹងអញ្ចឹងអាម៉ោង11ល្ងាចម៉ោង4ម៉ោង5នេះបងប្អូនកម្មករចេញមកខ្ញុំគ្រោះថ្នាក់ខ្ញុំភ័យជំនួសលក់ដូរនៅចៅខ្នងផងអីផងឥឡូវទុកឲ្យអ្នកស្មើជើងឲ្យបងប្អូនទាំងអស់ដើម្បីដើរតាមហ្នឹងចេញទៅចាក់ជ្រូកមកអញ្ចឹងយើងបានផ្លូវនេះទោះជាថាមិនបានល្អមិនបានចាក់កស៊ូឬក៏ចាក់សាបពួកខ្ញុំនឹងឈូសពេលខែនេះហ្នឹងខ្ញុំនឹងឈូសឲ្យស្អាតឲ្យបានយើងនឹងឈប់ផ្លូវនេះឲ្យបានស្អាតដើម្បីឲ្យបងប្អូនដើរបានផងទេសចរផងនៅនឹងទាំងអស់គ្នាដើម្បីជួយរំដោះផ្លូវព្រៃទាមកផ្លូវនេះមួយទៀតដែលមានចម្ងាយ2គីឡូជាង2គីឡូពីចេញពីជីបម៉ុងកន្លែងបលាយជីបម៉ុងអញ្ជើញមកកាត់តាមហ្នឹងហើយទាំងអស់2គីឡូជាង3ប្រហែលខ្ញុំមិនទោះទាយទៅមិនលើសពីប្រហែលជា3គីឡូដែរ